ហើយឥឡូវនេះក្រសួងស្ថាប័នទាំងក្រសួងពាណិជ្ជកម្មក៏ធ្វើបាទអារឿងបញ្ជីសេវាយើងប្រហែលថ្ងៃមុនក្រសួងមុខងារសាធារណៈប្រាប់ថានីតិវិធីទូទាំងរដ្ឋបាលរបស់យើង3000ជាងកុំថាមើលទៅត្រូវការកាត់អីកាត់ខ្លះទៅកុំទុកចោលកុំទុកច្រើនពេកអាណាគេដាក់អនឡាញដាក់ខ្លះទៅកុំឲ្យគាត់រត់គ្រប់កន្លែងពិបាកពេកបាទកាត់បន្ថយពេលវេលាកាត់បន្ថយការចំណាយឲ្យអស់បាទហើយកុំឲ្យមានការសពេចសពិលជួនកាលរឿងវាមិនមែនស្ថាប័នយើងស្ថាប័ន2អ្នករត់ត្រូវធ្វើអញ្ចឹងគេជួលអ្នកទី3គេហៅអ្នករត់អីភ្នាក់ងារភ្នាក់រត់ភ្នាក់ងារជើងសារអ្នកនឹងគាត់រត់ពីនេះរត់ពីនោះចង្ការគាត់ឆាយលើដល់ប្រជាពលរដ្ឋមិនណាមកបន្ទោសថាក្រសួងយើងអ្នកយកលុយលើតាមពិតគេឆាយកុំមិសមគេខ្ពស់រឿងប៉ណ្ណឹងបាទអានឹងអញ្ចឹងយកល្អដាក់នីតិវិធីអីដែលសាមញ្ញដែលប្រជាជនអាចធ្វើខ្លួនឯងបានហើយធ្វើតាមអនឡាញបានហើយសំទោសឲ្យអ្នករត់ជើងសារមិនមែនធ្វើឲ្យបាត់អាជីពទេយើងនៅតែមានឱកាសប៉ុន្តែធ្វើយ៉ាងណាឲ្យប្រជាជនភាគច្រើនគាត់អាចស្រួលហើយកាត់បន្ថយតម្លៃនេះកាត់សេវាកាត់ចោលឲ្យអស់ដែលមិនចាំបាច់យើងទុកតែអ្វីដែលចាំបាច់ឧទាហរណ៍តម្រូវឯកសារតម្រូវការឯកសារពេលខ្លះទៅ2កន្លែងត្រូវគប់2ឯកសារដដែល2 3កន្លែងទៅឲ្យអញ្ចឹងឥឡូវយើងដាក់តាមឯកសារអាប់ឡូតអនឡាញប៉ុបក្រសួងស្ថាប័នទាំងអស់ចែកជាមួយគ្នាតាម CamDX តាមអីទៅអញ្ចឹងសភៅគ្រួសារសភៅសម្បត្តិកំណើតស្អីហ្នឹងដាក់ទៅគឺស្រួលហើយនៅលើហ្នឹងឥឡូវគេមានទៀតឯកសារคล้ายគេមាន verify.com ហ្នឹងឆែកមើលច្បាស់ទៀតមិនទៀតតិចមានបាក់ឌុបអត់បាក់ឌុបអត់កតុយយកទៅដាក់លើនឹងប៉ាប់គេគ្រាន់តែឆែកប៉ាប់អត់កតុយស្លាកភ្លាតគេហៅបាក់ឌុបសេះហោះអញ្ចឹងគេធ្វើអានឹងឲ្យស្រួលអញ្ចឹងថ្ងៃក្រោយប្រជាពលរដ្ឋធ្វើដំណើរនៅក្រៅប្រទេសនៅអីគាត់ត្រូវការយកអនឡាញអ្នកនៅក្នុងប្រទេសមិនបាច់ចាំធ្វើដំណើរពីកំពតទៅពេញទេអនឡាញពីនេះទៅអ្នកមណ្ឌលគិរីយើងខំប្រឹងជំរុញបន្ថែមទៀតឲ្យក្នុងមួយឆ្នាំជាងនេះហើយពីអាណត្តិមុនក៏យើងបានធ្វើច្រើនក្នុងមួយឆ្នាំជាងនេះយើងប្រកាសដាក់ចេញច្រើនណាស់នៅប្រព័ន្ធបញ្ចូលតែមួយប្រព័ន្ធក្រសួងស្ថាប័នខំប្រឹង upgrade ទៅជាប្រព័ន្ធ digital ឥឡូវទៅសុំធ្វើ hypothesis អីរឿងដីរឿងអីហ្នឹងចូលទៅក្រសួងដែនដីហ្នឹងគឺសុំតាមអនឡាញហើយក្រសួងអាចមើលដឹងថ្ងៃនេះអាទិត្យនេះគេដាក់ hypothesis ប្រមាណលានពាន់លានអីក្នុងមួយខែយើងឃើញចរន្តលុយវិលរឿងសេដ្ឋកិច្ចរឿងអីហ្នឹងយើងមើលដឹងទៀតបាទក្រសួងពាណិជ្ជកម្ម register online បាទក្រសួងសាធារណការចង់បានលេខឡានលេខម៉ូតូដាក់បាច់ចាញ់បាត់បាទចង់បានលេខល្អអីលេខល្អខ្លះថ្លៃជាងឡានទៀតបាទលេខមួយនោះខ្ញុំសួរ$20000លេខ8ខ្ញុំថាយកទៅប្រើចុះថ្លៃជាង Bentley ហងតែគេអាចរក resale ទុកភ្លាមបានទំនើបបែបនេះហើយកាត់បន្ថយឥឡូវទេសចរមកស្រុកយើងអីគាត់ apply e-visa ស្អីចុះមកបាទទៅមុខទៀតយើងឈានទៅដល់ការអាចថាមិនចាំបាច់មានกระดาษទៀតទេនេះហើយគឺជាការសម្រួលនីតិវិធីបូកជាមួយនឹងសម្រួលតាមបច្ចេកវិទ្យាធ្វើយ៉ាងណាឲ្យការដឹកនាំការគ្រប់គ្រងរបស់យើងឲ្យមានលក្ខណៈប្រកួតប្រជែងជាមួយវិស័យឯកជនហើយបើជាសហគ្រាសដែលមានចរិតជាវិស័យឯកជនត្រូវមានអ្នកដែលដឹកនាំនិងរបៀបរបបដឹកនាំនិងសិទ្ធិនឹងការទទួលខុសត្រូវឲ្យដោយវិស័យឯកជនគឺមានឯករាជ្យភាពនឹងការទទួលខុសត្រូវទើបបានជោគជ័យបាទនេះគឺជាអ្វីដែលយើងអត់ត្រឡប់ទៅរូបមន្តពីមុនទេហើយ CEO ថ្មីដែលខ្ញុំនិយាយគឺយើងបើកច្រកទាំងមន្ត្រីទាំងឯកជនប៉ុន្តែឥឡូវគឺយើងផ្ដល់តែអត្ថិភាពអ្នកណាក៏ដោយឆ្មាខ្មៅឆ្មាសឲ្យទៅធានាឲ្យបានហើយទីពីរឯករាជ្យភាពរបស់គាត់បាទអានឹងសូមឲ្យគិតគូរមើលអញ្ចឹងថ្ងៃនេះគឺយើងអបអរសាទររូបមន្តថ្ងៃនេះដែលយើងចង់ធ្វើហើយធ្វើយ៉ាងណាដើម្បីឲ្យផលកាន់តែច្រើនបាទយើងដើរមិនទាន់សភាពកាសមានឱកាសតែគ្មានសមត្ថភាពចាប់យកអានេះជាបញ្ហាដល់ពេលឱកាសទៅបាត់យើងស្ដាយក្រោយអញ្ចឹងត្រូវពង្រឹងសមត្ថភាពយើងចាប់យកឱកាសហើយបើយើងមានឱកាសតាំងតែរឹងមាំពេលដែលស្រួល
យើងបើខ្លួនយើងកាន់តែរឹងមាំពេលព្យុះមកដល់យើងអាចឈរជើងបានមកមកអញ្ចឹងបានថាពេលដែលស្រួលត្រូវខិតខំត្រៀមដើម្បីពេលដែលអាកាសកាន់តែលំបាកហើយក្នុងសម័យប្រកួតប្រជែងគ្មានពេលណាស្រួលទេហ៊ានតែយើងស្រួលយើងឈប់រត់គេរត់ចោលយើងហើយជឿខ្ញុំទៅប្រទេសមហាអំណាចក៏គេវិនិយោគរាប់ពាន់លានរាប់រយពាន់លានកន្លែងខ្លះរាប់ពាន់លានវិនិយោគបន្ថែមលើវិស័យវិទ្យាសាស្ត្រទោះបីជាគេដឹកនាំក៏ដោយគេនៅដឹកនាំបន្ថែមអញ្ចឹងយើងត្រូវតែខិតខំវិនិយោគទៅលើទុនធានមនុស្សទៅលើហេដ្ឋារចនាសម្ព័ន្ធទៅលើសុខភាពទៅលើការពង្រឹងរបៀបរបបការងាររបស់ក្រសួងស្ថាប័នរបស់យើងពង្រឹងនីតិវិធីធ្វើយ៉ាងណាដើម្បីឲ្យឆ្លើយតបទៅនឹងការប្រកួតប្រជែងពិភពលោកអត់អាណិតយើងទេមិត្តប៉ុន្តែដល់ពេលចំណេញតំណែងអាជីវកម្មជំទាវចំនិមលអាចយល់ហើយអ្នកបងប្អូនទាំងអស់ដឹងហើយមិត្តបងប្អូនអ្នកដែលមានអាជីវកម្មសំបីតែបងប្អូនគ្នាសាច់ឈាមជាមួយគ្នាតែរស់ស៊ីតតែខំប្រឹងទាំងអស់គ្នាมันអាចបងខំប្រឹងម្នាក់ឯងប្អូនដេកហើយទាញយកបងឲ្យមកអស់ទៅរួចទៅអត់រួចទេឲ្យបងចែកភ្ញៀវមកបងប្រែភ្ញៀវមកដល់ភ្ញៀវមកដល់ហាងប្អូនមកហូបអត់ឆ្ងាញ់បាត់ទាំងពីរនាក់បាទឈប់មកហាងប្អូនហើយឈប់ទៅហាងបងទៀតព្រោះប្រាប់ឲ្យមកចឹងបើហាងប្អូនក៏ឆ្ងាញ់ហាងបងក៏ឆ្ងាញ់អាចជួយគ្នាទៅវិញទៅមកអញ្ចឹងប្រទេសយើងដូចគ្នាដើម្បីឲ្យប្រទេសយើងប្រកួតប្រជែងតើតែក្រសួងស្ថាប័ននីមួយប្រកួតប្រជែងតើតែរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយប្រកួតប្រជែងគ្នាដើម្បីទៅអាចរីកទៅបានថ្នាក់ខេត្តថ្នាក់ស្រុកក្រុងថ្នាក់ឃុំរដ្ឋបាលនីមួយខិតខំប្រកួតប្រជែងផ្ដល់សេវាទៅគេទៅនេះហើយគឺជាអ្វីដែលល្អ